và bóng ôn cà phê rất bóng ôn chụp tích tích ấy mà của mình clay ba ngày nay dày vìประเทศ Canada tích bóng ôn và bỏ miền vậy thì bỏ miền chết ở lâu vậy on trả chiến tích mà việc bỏ nângสังคมពាណិជ្ជកម្មរវាងអាមេរិកហើយនិងប្រទេសពីទៀតបាទគឺមានចិនបាទហើយនិងមេស៊ីកូប្រទេសកាណាដាខ្ញុំនិយាយពីប្រទេសកាណាដាបាទប្រទេសកាណាដាបងប្អូនដឹងហើយបាទនៅក្នុងពិភពលោកគឺប្រទេសកាណាដាគឺធំលំដាប់លេខ2បាទបន្ទាប់ពីរុស្ស៊ីគឺកាណាដាបងប្អូនកាណាដាហើយបានអាមេរិកហើយបានចិនបាទគឺជាប្រទេសហើយបើយើងនិយាយពីប្រជាជនគឺកាណាដាតិចជាងគេបំផុតបងប្អូនប្រទេសអាមេរិកជាង300លានហើយរុស្ស៊ីគេដូចជា100លានជាងចិន1000លានជាងកាណាដាមានតែមិនដល់40លានផងទូចមែនទេបាទប្រជាជនតិចប៉ុន្តែប្រទេសគេពោពេញទៅដោយធម្មពលបាទកាណាដាប្រទេសធម្មពលគឺជាប្រទេសដែលប្រជាជនគេគឺភាគច្រើនគឺរឹងមាំបាទរឹងមាំប្រទេសគេស្រឡាញ់ជាតិបាទគេអត់តែស្កទេប្រជាជនគេបាទអត់មានខ្លាចព្រោះអាមេរិកហើយនិងកាណាដាធ្លាប់អតីតកាលក៏ធ្លាប់ប្រយុទ្ធគ្នាដែរបងប្អូនណាបាទអាមេរិកធ្លាប់វាយចូលកាណាដាបាទលុកលុយកាណាដាហើយកាណាដាដេញរហូតដល់ទីក្រុង Washington ណាអាហ្នឹងបាទគឺហើយបានមានការចរចាមកចែកព្រំដែនគ្នាតែម្ដងអញ្ចឹងបើយើងនិយាយពីទឹកដីប្រទេសកាណាដាហ្នឹងគឺត្រូវការធនធានមនុស្សច្រើនណាដើម្បីមករស់នៅហើយយើងពិចារណាមើលប្រទេសយើងនៅខាងអាស៊ីទូចមួយប្រជាជនណែនតាមតាប់ហើយបើយើងប្រៀបនៅកាណាដានេះយើងឃើញបាទតិចមែនទែនបងប្អូនតិចមែនទែនអញ្ចឹងភាគប្រជាជនមានតែនៅជាប់ព្រំដែនអាមេរិកទេភាគច្រើនណាគឺនៅប៉ែកខាងត្បូងបាទជាប់នឹងអាមេរិកហ្នឹងគឺមានប្រជាជនរស់នៅតាមកវ៉ាត់ព្រំដែនអាមេរិកប៉ុន្តែប៉ែកខាងជើងសម្បូរទៅដោយទឹកកកបាទទឹកកកច្រើនមែនទេណាទឹកកកនៅប៉ែកខាងជើងហ្នឹងគឺត្រជាក់ពលខាងជើងហ្នឹងគឺត្រជាក់ខ្លាំងហើយតំបន់ខ្លះហ្នឹងមានប្រជាជនរស់នៅមិនដល់ទៅ100,000នាក់ផងខ្លះ100,000 200,000នាក់ទេបាទតិចមែនទេបាទហើយតំបន់ខ្លះអត់មានមនុស្សនៅទេបាទវាលំហលវងល្វើយពោពេញទៅដោយទឹកកកបាទអត់មានតំបន់ខ្លះរហូតដល់អត់មានរដូវក្តៅទេបងប្អូនណាគឺត្រជាក់រហូតនៅលើទឹកកករហូតត្រជាក់រហូតនៅកន្លែងខ្ញុំនេះមានកន្លែងពេលខ្លះរហូតដល់40 50ក៏មានដែរដកប៉ុន្តែកន្លែងខ្លះកន្លែងតំបន់ត្រជាក់ហ្នឹងគឺមានរហូតដល់60ហើយមធ្យមហ្នឹងគឺដករហូតអត់មានបូកទេបាទត្រជាក់ខ្លាំងបាទត្រជាក់ខ្លាំងហើយការដាក់ទណ្ឌកម្មមកលើកាណាដាគឺកាណាដាគេអត់ខ្លាចទេគេអត់មានញោមថោអ្នកឯងប្រទេសមហាអំណាចអីទេបាទគឺតបភ្លាមតែហ្មងបាទគឺអាមេរិកដាក់សងសឹកវិញ 25% ដូចគ្នារាល់ផលិតផលខ្ញុំនិយាយក្រុមហ៊ុនធំនៅប្រទេសកាណាដាភាគច្រើនគឺក្រុមហ៊ុនអាមេរិកច្រើនណាក្រុមហ៊ុនកាណាដាមាននៅនេះតិចដោយសារអញ្ចេះបងប្អូនតាមពិតធនធានមនុស្សនៅប្រទេសកាណាដាហ្នឹងខ្លាំងណាប៉ុន្តែឲ្យតែអ្នកល្បីអាមេរិកទិញយកអស់ដោយកីឡាស្គីក៏ដោយតារាចម្រៀងក៏ដោយឲ្យតែល្បីគឺអាមេរិកទិញយកទៅអស់អញ្ចឹងហើយបានជា
ទឹកលុយហ្នឹងឥទ្ធិពលទឹកលុយអាមេរិកឲ្យតែមនុស្សណាល្បីមនុស្សណាខ្លាំងគឺអាមេរិកទិញយកឥឡូវថ្មីយើងឃើញអាមេរិកដាក់លក់កាក់មាសដែលអាចទៅរស់នៅស្រុកអាមេរិកហ្នឹងគឺរហូតដល់$5 លាន$5 លានបងប្អូន$5 លានអ្នកណាចង់ទៅរស់នៅអាមេរិកទៅទិញទៅហើយអ្នកទៅទិញយ៉ាងម៉េចសិតតែអ្នកមានអ្នកក្រមាន5 លានដុល្លារឯណាទៅទិញបានតើអ្នកមានអញ្ចឹងយកអ្នកមានទៅដល់ស្រុកគេហើយអ្នកមានហ្នឹងគឺសិតតែអ្នកត្រឹមត្រូវវាខុសផ្ទុយស្រុកយើងយកសិតតែក្មេងពីលជួញដូរគ្រឿងញៀនឆាប់ចរិតអីយកទៅធ្វើទីប្រឹក្សាយកទៅរស់នៅស្រុកខ្មែរដល់ពេលសង្គមអញ្ចឹងរាល់ថ្ងៃឃើញពោពេញទៅដោយគ្រឿងញៀនគ្រូពេញទៅដោយការចាប់ចម្រិតឆក់ហើយខ្ញុំគេមានអ៊ីមែលមួយខ្ញុំនិយាយបន្តិចបាទដោយសារខ្ញុំតិចទៀតខ្ញុំដល់ម៉ោងទៅសាលាគេមកគេផ្ញើមកឲ្យខ្ញុំគេបារម្ភខ្លាចខ្ញុំនឹងទៅអនស្អីគេឆោបបោកតាមអនឡាញតែចូលដល់ស្រុកខ្មែរហ្នឹងគេបើកភ្នែកមើលហើយគេដាក់គេតាំងនាមគេជាខ្មែរដូចគ្នាគេអ៊ីមែលមកហើយគេផ្ញើតាមpage របស់ខ្ញុំទៀតតាម Messenger page ទៀតអាហ្នឹងពួកអាឆោបបោកហ្នឹងគេថាបារម្ភខ្លាចខ្ញុំតែហើយខ្ញុំនៅដល់ប្រទេសកាណាដាមកបារម្ភខ្ញុំចោះចាប់ចម្រិតនៅស្រុកខ្មែររាល់ថ្ងៃហ្នឹងក៏បើកភ្នែកមើលណាអញ្ចឹងបងប្អូនណាខ្លះបងប្អូនទៅច្បាស់អារឿងហ្នឹងខ្លះណាសិតបងប្អូនទៅមើលពួកអាបោកប្រាស់ហ្នឹងគឺវារួលល្បិចគ្រប់គ្រាន់អូសិតតែបារម្ភពីយើងខ្លាចយើងចាញ់បោកគេត្រូវគេបោកតាមអនឡាញតើចាញ់គេចាប់ចម្រិតឬក៏គេមកធ្វើទរណកម្មអីណាអាហ្នឹងសើពួកអាក្រុមបោកនៅក្នុងប្រទេសយើងអញ្ចឹងខ្ញុំក៏ណាអរគុណដែលបារម្ភប៉ុន្តែខ្ញុំថាទៅបង្វែរការបារម្ភនឹងទៅបារម្ភស្រុកខ្មែរទៅបារម្ភស្រុកខ្មែរទៅនៅនេះខ្ញុំប្រាប់បណ្ដាញសង្គមអីណាផុសតែរឿងអាភាសរឿងអីគឺគេ ban Facebook យើងចោលបាត់ហើយខ្ញុំទុកឲ្យយើងទេក៏ប្រព័ន្ធបច្ចេកវិទ្យាគេនេះទំនើបលឿនណាបាទអញ្ចឹងថានិយាយពីខាងដើមធ្លាក់ដល់រឿងកម្ពុជាអញ្ចឹងកាណាដាបើយើងនិយាយពីក្រុមហ៊ុនដែលមកផលិតហើយនាំទៅលក់នៅសហរដ្ឋអាមេរិកសិតតែជាក្រុមហ៊ុនរបស់អាមេរិកអញ្ចឹង Trump មើលឃើញចំណុចហ្នឹងហើយអ្វីដែល Trump ចង់បានបងប្អូនគឺឲ្យពួកក្រុមហ៊ុនទាំងអស់ហ្នឹងដកពីប្រទេសកាណាដាទៅផលិតនៅអាមេរិកវិញវាអត់មានរឿងអីមកពីអញ្ចឹងបានថាលោកនាយករដ្ឋមន្ត្រីកាណាដាលោក Trudeau បានប្រកាសថាស្អីគេការដោយអត់មានហេតុផលការដាក់ទណ្ឌកម្មនេះវាអត់មានហេតុផលច្បាស់លាស់បាទគាត់ចោទថារឿងជនអន្តោប្រវេសន៍ហើយលោករដ្ឋនាយករដ្ឋមន្ត្រីកាណាដាលោក Trudeau ថាជាហេតុផលវាអត់សមហេតុផលការដែលចោទប្រកាន់វាអត់សមហេតុផលបាទការចោទប្រកាន់អត់សមហេតុផលអញ្ចឹងយើងដឹងហើយបងប្អូនណាគឺកាណាដាបានដាក់សង្ឃឹកវិញ 25% ដូចគ្នាបាទយើងឃើញតែ2ប្រទេសដាក់3ប្រទេសបាទមានកាណាដាហើយកាណាដាបើយើងនិយាយពីអាមេរិកហ្នឹងគឺហៅបងប្អូនណាTrudeau គាត់ថា brother បាទឥឡូវអា brother វាលេងមកក្បាច់បាទអញ្ចឹងគាត់ផ្ញើសារជូនទៅដល់ប្រជាជនអាមេរិកថាកាណាដាមិនមានបញ្ហាអីជាមួយនឹងប្រជាជនអាមេរិកទេប៉ុន្តែរដ្ឋាភិបាលគាត់ប្រើពាក្យរដ្ឋាភិបាលរបស់អ្នកបានធ្វើមកលើកាណាដានោះវាជ្រុលហួសពេកហើយលោកដូចជាលីឡុនម៉ាស់ខ្ញុំហៅឈ្មោះគាត់លីឡុនម៉ាស់ហ្នឹងគឺគាត់មានសញ្ជាតិកាណាដាបងប្អូនណា
គាត់មានសញ្ជាតិកាណាដាចឹងអ្នកល្បីភាគច្រើនគឺចេញពីកាណាដាហ្នឹងទៅដោយសារអាមេរិកទិញយកភាគច្រើនគឺចេញពីកាណាដាហ្នឹងទៅបងប្អូនណាអញ្ចឹងកាណាដាមនុស្សធនធានមនុស្សមិនធម្មតាទេបងប្អូនសឹកខ្លាំងប៉ុន្តែគាត់ថាតែរៀងខ្លាំងតិចគឺទិញយកទៅបាត់បាទដូចបើស្រុកខ្មែរយើងគេហៅឲ្យតែមនុស្សណាមានមុខមានមាត់រៀងល្បីតិចហ៊ុនសែនទិញយកអស់ទិញយកទៅប្រើឃើញទេអាមេរិកជាអញ្ចឹងអាមេរិកពេលដែលយើងពិបាកណាយើងពិបាកខ្លះគាត់ទៅនៅអាមេរិកស្រួលណាគេឲ្យវាជំរើសហើយវាជាសិទ្ធអញ្ចឹងហើយក៏មិនប្រទេសកាណាដាវាថាដូចបងប្អូនអញ្ចឹងណាអញ្ចឹងអត់ហាមឃាត់ប្រជាពលរដ្ឋខ្លួនឯងទេចង់ទៅនៅណានៅទៅនៅអាមេរិកក៏នៅកាណាដាអ្នកអាមេរិកចង់មកនៅកាណាដាអ្នកកាណាដាចង់ទៅនៅអាមេរិកតាមសេរីភាពអញ្ចឹងគោលនយោបាយរបស់អាមេរិកគឺទិញយកអ្នកល្បីបាទដូចពួកបារាំងសម្បូរអ្នកមានច្រើនណាបងប្អូនបារាំងគឺពួកសេដ្ឋីច្រើនណាប៉ុន្តែរត់ពីប្រទេសដោយសារគោលនយោបាយនៅបារាំងគឺយកពន្ធពីអ្នកមានច្រើនបាទគោលពន្ធអ្នកមានច្រើនអ្នកមានខ្លះដាក់វិចសម្វិចទេប្រុចមកនៅស្រុកក្រៅប៉ុន្តែអាមេរិកអត់ទេយើងឃើញមករយៈចុងក្រោយនេះគឺដូចជាបើកលំហឲ្យពួកអ្នកមានណាពួកសេដ្ឋីហ្នឹងវាសុបាយចិត្តដល់អាមេរិកប៉ុន្តែវាធ្វើបាបអ្នកក្របាទអ្នកក្រខ្ញុំគ្រាន់តែមើលឃើញណាឃើញនិយាយសិទ្ធជាសេរីការបញ្ចេញពីរបស់ខ្ញុំគឺអ្នកក្ររងគ្រោះបាទអ្នកក្រនៅស្រុកអាមេរិកនេះគឺរងគ្រោះដោយសារអីដោយសារទំនិញឡើងថ្លៃណាដោយសារបញ្ហាផ្សេងបាទឃើញវាឡើងវាវ៉ាន់តែកាលណាយើងយកពន្ធនាំចូលមកគឺមានន័យថាមានន័យថាអីវ៉ាន់ហ្នឹងឡើងថ្លៃអញ្ចឹងហើយបានជាត្រាំរោគវិធីសាស្ត្រដើម្បីឲ្យពួកក្រុមហ៊ុនហ្នឹងទៅដាក់នៅស្រុកអាមេរិកដាក់ស្រុកអាមេរិកដើម្បីឲ្យផលិតនៅអាមេរិកវិញណាលើកនេះគេប្រើគោលនយោបាយផលិតនៅអាមេរិកវិញឈប់ទាំងរបស់ស៊ីទាំងរបស់ប្រើប្រាស់អីគឺផលិតនៅអាមេរិកទៅបាទអញ្ចឹងប៉ុន្តែគ្រាន់តែថាបងប្អូននៅកាណាដាទៅស៊ូបាទស៊ូហើយប្រទេសគេតែមានបញ្ហាអីប្រជាជនគេគឺគេគ្រប់គ្រងរដ្ឋាភិបាលគេហើយណាគេមិនដូចយើងណាពេលដែលតឡាការណាស្រុកថៃគេគ្រប់គ្រងប្រជាជនរដ្ឋគេឃើញគេពេលដែលប្រជាពលរដ្ឋគេតវ៉ាហើយរដ្ឋាភិបាលគេបិទមិនឲ្យតវ៉ារឿងព្រំដែនរឿងកោះកុដរឿងតាមពិតគេមិនមែនតវ៉ារឿងកោះកុដទេគេតវ៉ារឿងតំបន់ព្រេងគេចង់យកតែឯងណាអាកោះកុដហ្នឹងគេបានអះអាងថា 100% ជារបស់គេហើយមិនអញ្ចឹងគេនិយាយរឿងព្រេងគេថាបើកោះកុដហ្នឹងជារបស់គេ 100% អញ្ចឹងអាតំបន់ព្រេងហ្នឹងក៏របស់គេ 100% ដែរមានអីទៅមកចែកមួយហ៊ុនសែនអាហ្នឹងដែលជាបញ្ហាណាអញ្ចឹងហើយបានជាយើងថាធ្វើអញ្ចឹងវាអត់ត្រូវកោះកុដវាមានចំណែករបស់យើងដែរអញ្ចឹងអ្នកឯងយើងទៅចែកណាតាមផែនទីបារាំងសៀមគឺកោះកុដណាមានចំណែកយើងយ៉ាងហោចណាស់ក៏ពាក់កដាលអញ្ចឹងកាលណាកោះកុដមានចំណែកយើងពាក់កដាលថៃអត់មកនិយាយរឿងប្រេងទេប្រេងជារបស់យើងទាំងអស់អញ្ចឹងវាខ្ទាស់ត្រង់ហ្នឹងហើយអញ្ចឹងបានយើងឲ្យដាក់ពាក្យប្តឹងព្រោះយើងទៅធ្វើអីណាគេគាត់ណារាល់ថ្ងៃនេះគេយកតង់មកពាត់ប្រាសាទព្រះវិហារប្រាសាទនៅតាមព្រំដែនហ្នឹងហ៊ុនម៉ាណែតហ៊ុនសែនធ្វើមិនដឹងធ្វើមិនលឺផងនឹងធ្វើអីគេផងនោះឃើញតិចទៀតគេយកអាតង់នោះមកពាត់ក្បាលនាយករដ្ឋមន្ត្រីទាំងពីរនាក់ក៏មិនដឹងធ្វើអីគេឃើញអញចោចាអូចោចាខ្ញុំចាំចោចា40ឆ្នាំចោឡើងខ្ទេចចោឡើងខ្ទីអស់ហើយចោឡើងបាត់កោះបាត់ត្រល់អស់ហើយបាទអញ្ចឹងវាជាកង្វល់របស់ប្រជាពលរដ្ឋហើយមិនមែនជាកំហុសឬក៏មកចាប់ប្រជាពលរដ្ឋដាក់គុកទេវាជាកង្វល់ការបញ្ចេញមតិអំពីបញ្ហាព្រំដែនរបស់ខ្លួនឯងវាអត់មានកំហុសទេអត់មានទោសអីទេអាហ្នឹងមនុស្សឈួតហើយណាឈួតហើយតែគាត់តែចេញរឿងមតិយោបល់ការកង្វល់រឿងព្រំដែនរបស់ខ្លួនវាទៅជារឿងកំហុសអាហ្នឹងឈួតអាហ្នឹងយករដ្ឋមន្ត្រីឡប់ប្រសាទហើយហ្នឹងបានសឹមយើងមិនអាចធ្វើចឹងបានទេបាទ
cả đợt ngọt bài ní cứ dương mình ai từ tu vô bàn đấy mà mình ai vô bàn đấy chân nhom còn xong phần ráng hay ở bong ôn dương từng ở kia nè trâu tại kết cù lòng vĩnh bạn bịបញ្ហាប្រទេសជាតិព្រោះសំខាន់ណារឿងប្រទេសជាតិនេះវាមិនមែនជារឿងបោះបុគ្គលទេវាជារឿងបាទជារឿងរបស់យើងទាំងអស់គ្នាណាយើងអស់គ្នាអញ្ចឹងប៉ុណ្ណឹងបាទហើយកាណាដាបងប្អូនគ្រាន់តែរឿងមកប្រាវបងប្អូនណាកន្លែងលក់ទំនិញគេសហការគ្នាលឿនណាគ្រាន់តែរឿងត្រាំនិយាយតែប៉ុណ្្នឹងណានៅក្នុងហាងមួយភាគច្រើនលើលុបគេរើរបស់បានរបស់អាមេរិកចោលទម្លាក់ចោលអស់ហើយគេថតផុសទៀតគេឈប់ប្រើយើងឥឡូវយើងយួនធ្វើបាបយើងប្រវត្តិសាស្ត្រយួនដាំយុទ្ធក្បាលយើងទៅដាំតែអង្គយួនធ្វើទុកមុខម្នេញយើងឆ្លៀនពៀនយើងយួរទឹកដីយើងសំបីតាពលីកំទិញរបស់យួនណាយើងធ្វើអត់បានទេស្រុកយើងធ្វើអត់បានទេទំនិញខ្មែរខ្លួនឯងគឺអត់ទិញស៊ីទេតាមទំនិញខ្មែរខ្លួនឯងវាមិនល្អវាមានចៃវាមានអីទៅមិនមានគីមីតិចអីចឹងទៅរបស់យួនមានគីមីច្រើនទៅវាឃើញទៅស្អាតអូរបស់បរទេសគឺល្អទាំងអស់ស្រុកខ្មែរយើងសំបីតាអ្នកដឹកនាំប្រទេសពួកធំដែលសរសើរប្រទេសកម្ពុជាល្អណាស់ណាក៏ពួកអំបែងក្បាលនោះវាមិនព្យាបាលវាមិនប្រើប្រាស់របស់ខ្មែរផងវាប្រើប្រាស់តែរបស់ friend ដូចប្រពន្ធអីគេប្រពន្ធលោកអីគេលោកហ៊ុនម៉ាណីអីវ៉ាហ្នឹងឃើញទេទិញកាបូបស្ពាយតម្លៃរាប់សែនដុល្លាររាប់សែនដុល្លារបងប្អូនគាត់របស់ប្រើប្រាស់ខោអាវអីសតតែរបស់ friend មកពីបារាំងមកពីប្រទេសវាអត់ប្រើទេរបស់យើងពេទ្យក៏វាមិនប្រើពេទ្យយើងដែរហើយវានាំគ្នាសូត្រអូរបស់ល្អណាស់ណាពួកអំបែកក្បាលមុំរត់ទៅព្យាបាលនៅយួននៅថៃអស់លីងណាហើយអូសន្តិភាពអរគុណសន្តិភាពអរគុណសន្តិភាពប្រចាស់ជើងវាស្អីវារត់ទៅទិញវាប្រើរបស់ខ្មែរអត់ប្រើទេហើយយើងស្អប់យួនសត្រូវស្ទួពូជប៉ុន្តែប្រើតែរបស់យួនអង្គទិញតែអង្គយួនអង្គកៅនឹងក៏ទិញតែប្រើរបស់យួនណាបើយើងចេះពលិកាប៉ុណ្ណឹងយើងអត់ប្រើរបស់យួនណាយើងកុំប្រើដាច់ខាតរបស់យួនហើយយើងប្រើរបស់ខ្មែរយើងគឺយើងជឿលឿនហើយយើងអាចដើរដោយខ្លួនឯងអត់ចាំបាច់ដង្ហើមណាដកទេតែយើងអត់ទេអាមេដឹកនាំនឹងវាចង្រៃទៅហើយវានាំតែរបស់យួនចូលហើយយើងលើកទឹកចិត្តប្រើតែរបស់យួនទៀតអញ្ចឹងហ្នឹងហើយធ្វើឲ្យយើងការដើរអត់បានទេណានាយករដ្ឋមន្ត្រីគេមិនទាន់ប្រកាសផងគ្រាន់តែត្រាំចេញព័ត៌មានប៉ុណ្ណឹងគឺគីឲ្យចោលតម្លាក់ចោលអស់អត់តាំងបោះអាមេរិកកាំងលក់ឯងហើយជប់បើសិនជាគ្រាន់តែបើសិនជាហ្នឹងក៏ជាទឹកចិត្តរបស់ប្រជាពលរដ្ឋគេគ្រាន់ខ្ញុំទៅសាលាពឹបអ្នកគ្រូខ្ញុំគាត់ប្រាប់សិស្សគាត់ថាប្រទេសកាណាដាមិនមែនប្រទេសសម្រាប់លក់ទេណាប្រទេសកាណាដាមានអធិបតេយ្យប្រជាពលរដ្ឋកាណាដាណាប្រទេសកាណាដាមិនមែនសម្រាប់លក់ឲ្យអ្នកឯងទេគឺគេប្រតិកម្មភ្លាមបងរឿងជាតិរបស់គេមិនប្រទេសកាណាដាសម្រាប់លក់ទេលក់ដូរទេណាចុះឆ្នាំគេថាចង់ឲ្យកាណាដានឹងចូលជារដ្ឋទី51សហរដ្ឋអាមេរិកអញ្ចឹងគេខឹងណាជាពលរដ្ឋគេណាគេមិនឃើញគេមិនមាត់អង្គថាគេនេះណាអត់ទេបាទគេអត់ព្រមទេគេខឹងសម្បាខ្លាំងមែនទែនបាទនឹងជាមួយនឹងសម្ដីមួយនេះបាទគ្រប់បើខ្មែរយើងខ្ញុំមិនដឹងទេបើខ្មែរយើងមករស់នៅកាណាដាមិនឈឺចាប់មិនដឹងទេប៉ុន្តែខ្ញុំក្នុងនាមខ្ញុំជាខ្មែរនៅកាណាដាមួយដែរខ្ញុំគ្រប់គ្រងកាណាដាហើយបាទនិយាយខ្ញុំនៅខាងកាណាដាហើយខ្ញុំបាទប្រទេសជាតិរបស់ខ្ញុំមួយដែរបាទគេថាប្រទេសទី2បន្ទាប់ពីកម្ពុជាគឺប្រទេសកាណាដាអញ្ចឹងទៅគ្រប់គ្រងបាទក្រុមគោកាណាដាបាទគឺយើងចង់ឲ្យមិនឲ្យប្រទេសណាមួយមកឆ្លៀនពៀនអាងតែប្រទេសខ្លួនឯងធំណាបាទអញ្ចឹងយើងត្រូវមានអាឆន្ទៈ
ស្នេហាជាតិនឹងឲ្យខ្ពស់បានប្រទេសយើងខ្លាំងជឿខ្ញុំទៅបើថាចេញមកអូហើយកុំគេធ្វើអីធ្វើទៅឯងសងំយួរតែសន្តិភាពទៅហើយរស់នៅប្រទេសហ្នឹងឯងមិនស្មើនឹងសត្វធាតុទេអាកបីអើយណាគេមិនគេមកជន់ក្បាលឯងអូចាំចរចាអត់ទេតែគេជន់យើងទៅងើបអង្គគេបរៀនប្រជាពលរដ្ឋគេចឹងខ្ញុំប្រាប់នៅសាលាគេមិនដែលពេលដែលក្មេងចេះហ៊ានតវ៉ាដោយកូនខ្ញុំចឹងគេថាកូនយើងគឺហ៊ានងើបតវ៉ារោគយុទ្ធធរខ្លួនឯងគឺគេលើកទឹកចិត្តក្មេងណាឲ្យចេះហ៊ានតវ៉ាមកទោះបីរឿងហ្នឹងយ៉ាងម៉េចទៅហ៊ាននិយាយមិនមែនថាអូត្រូវក៏ដោយក៏សងំអាខុសក៏សងំអាត្រូវក៏សងំអាហ្នឹងគេអត់ចង់បានអញ្ចឹងគេអត់ចង់បានប្រជាពលរដ្ឋមួយដែលធ្វើគោធ្វើខ្លងមិនដឹងអីសោះទេបើយើងដឹងថាខ្លួនយើងត្រូវទៅហ៊ានងើបតវ៉ាទាមទារនៅអ្វីដែលភាពត្រឹមត្រូវរបស់ខ្លួនឯងហើយគ្រូគេលើកទឹកចិត្តណាគេតសើគេថាអូក្មេងហ្នឹងគឺអនាគតទៅគឺមិនធ្វើគោខ្លងទោះបីប្រទេសជាតិយ៉ាងម៉េចក៏ដោយដឹងលឺអញអរគុណសន្តិភាពអរគុណសន្តិភាពចង្រៃវាយកស្អីបើប្រទេសគេយកចង់អស់ហើយឯងនៅអង្គុយអរគុណសន្តិភាពហ្នឹងទៅកោះគេយកអស់ហើយឯងអរគុណតិចទៀតទៅមកយកក្បាលឯងទៀតឯងអរគុណសន្តិភាពទៅបាទអាហ្នឹងត្រូវទេបាទអញ្ចឹងខ្ញុំគ្រាន់តែដាស់តឿនណាយើងទៅប្រទេសណាក៏ដោយណាគេជាតិនិយមហើយគេឲ្យតម្លៃវិជាប្រវត្តិគេមុនហើយដូចអាមេរិកអញ្ចឹងឥឡូវទៅហ៊ានទៅមកប្រទេសណាមួយដែលធ្វើប៉ះពាល់ដល់ជនជាតិអាមេរិកម្នាក់អាមេរិកទៅតាមរោរឿងតាមសង្សឹកតលបានខ្ញុំប្រាប់ប្រជាជនគេម្នាក់អត់មែនចាត់ទុកប្រជាពលរដ្ឋខ្លួនឯងដូចឆ្កែដូចឆ្មាងាប់ណាងាប់ទៅងាប់នៅថៃប្រមាណ100,000នាក់ក៏ងាប់ទៅងាប់នៅស្រុកនឹងឡានបុកដូចខ្មោចឆ្កែឈ្មោះឆាងាប់ទៅអត់ខ្វល់អាហ្នឹងគឺនាយករដ្ឋមន្ត្រីអាត្មានិយមនាយករដ្ឋមន្ត្រីចង្រៃសុបសាទមកអាប្រភេទមេដឹកនាំបែបហ្នឹងគឺចង្រៃដឹកនាំប្រទេសណាគឺចង្រៃប្រទេសហ្នឹងបងប្អូនមិនខ្វល់ខ្វាយប្រជាពលរដ្ឋខ្លួនឯងគេបាត់តែប្រជាពលរដ្ឋគេមួយគេតាមរោគេចំណាយប្រមាណក៏ដោយគេឲ្យតម្លៃអញ្ចឹងហើយបានប្រជាមនុស្សទូទាំងពិភពលោកគេចង់ទៅនៅអាមេរិកដោយខ្ញុំឃើញវីដេអូចែមួយគាត់ live មកគាត់ថាឲ្យគាត់$5 លានឲ្យទៅនៅស្រុកខ្មែរគាត់ទៅដែរពេលដែលយើងយល់ពីតម្លៃអ្នកខ្លះអត់យល់ពីតម្លៃទេរឿងលុយកាក់វាជារឿងមួយប៉ុន្តែអាតម្លៃជីវិតណាអញ្ចឹងបានតែខ្ញុំថាបងប្អូនខ្មែរយើងនៅអាមេរិកពេលណាដែលពួកដែលទៅអរគុណសន្តិភាពរត់ទៅស្រុកខ្មែរគឺគួរតែស្នើទៅដល់រដ្ឋាភិបាលអាមេរិកដកសញ្ជាតិចោលទៅដកសញ្ជាតិទៅមិនបាច់ឲ្យសញ្ជាតិពួកហ្នឹងទេណាបើគេទៅអរគុណសន្តិភាពគេរស់នៅស្រុកខ្មែរស្រួលហើយដកសញ្ជាតិចោលអស់ទៅពួកវាអត់ស្គាល់តម្លៃមនុស្សទេគេបាត់តែមនុស្សគេប្រជាពលរដ្ឋគេមួយគេតាមរោគេចំណាយលុយប្រមាណក៏ដោយគេតាមរោគេការពារជីវិតប្រជាពលរដ្ឋអាហ្នឹងតម្លៃនៅត្រង់ហ្នឹងតាមិនតម្លៃនៅលើ$5 លានហ្នឹងឯណាអញ្ចឹងគេចំណាយ$5 លានគេប្រកាសថាគេទៅរស់នៅអាមេរិកដោយមានសេរីភាពដោយមានសន្តិភាពពិតប្រាកដគេសន្តិភាពតាំងពីផ្លូវកាយគេសន្តិភាពតាំងពីផ្លូវចិត្តគេសន្តិភាពខាងហិរញ្ញវត្ថុណាឃើញទេលយអញ្ចឹងអរគុណច្រើនបងប្អូនខ្ញុំដល់ម៉ោងហើយបាយ